ការផលិតខ្លួនឯងទេសុខចិត្តផ្ដល់ឲ្យផលិតនៅអាមេរិកចេះសិនទៅបាទបន្តទៅទៀតបងប្អូនតាក់ទងនឹងរឿងលោកពូទីនឯនោះវិញគឺកាន់តែបាត់ជំនឿពីប្រជាពលរដ្ឋរុស្ស៊ីរឿងសង្គ្រាមនៅអ៊ុយក្រែនលោកពូទីនឥឡូវនេះលំបាកខ្លាំងមែនតើហើយបងប្អូនបើយើងដឹងរឿងគាត់ក៏អ្នកដែលមានសមានចិត្តជាមួយគាត់ហ្នឹងគឺអាណិតគាត់ខ្លោចចិត្តដែរដោយសារតែការស្ទង់មតិថ្មីចុងក្រោយគឺប្រជាប្រិយរបស់លោកពូទីនក្នុងចំណោមប្រជាពលរដ្ឋរុស្ស៊ីដែលធ្លាប់គ្រប់គ្រងលោកពូទីនឲ្យធ្វើសង្គ្រាមមួយអ៊ុយក្រែននេះឥឡូវធ្លាក់រហូតដល់ទៅ 50% ហើយកាប់លើកមុន70អីគេថាវាយទៅតែឥឡូវគឺទៀបទៅចុះរហូតដល់ហៅលែងលឺហើយដែលធ្វើឲ្យលោកពូទីនក៏លំបាកហើយក្នុងពេលជាមួយគ្នានឹងក្រុមគ្រួសាររបស់លោកពូទីនដោយទាំងកូនស្រីដោយទាំងសាច់សាលរហូតរបស់គាត់គឺកំពុងរស់នៅក្នុងកន្លែងលាក់ខ្លួនយ៉ាងសម្ងាត់ហើយនឹងមានសន្តិសុខយ៉ាងតឹងរ៉ឹងបំផុតព្រោះអីខ្លាចគេធ្វើឃាតដោយសារតែសង្គ្រាមជាមួយនឹងអ៊ុយក្រែនប្រជាពលរដ្ឋរុស្ស៊ីគឺកាន់តែស្អប់ខឹងសម្បាលោកពូទីនដោយសារតែស្លាប់ទាហានកូនចៅគេដល់ទៅកន្លះលានអ្នកហើយសង្គ្រាមនេះអត់ទៅមុខហើយស្លាប់រាល់ថ្ងៃទៀតដូច្នេះលោកពូទីនក៏គាត់ដកឃ្លាក៏មិនរួចទៅមុខក៏មិនបានគឺជាប់ងង់ឥឡូវនេះគឺលំបាកគ្រប់រឿងពេលវេលាគ្រាន់តែថាមិនទាន់ដល់ថ្ងៃទេរុស្ស៊ីនេះគឺគ្មានថ្ងៃណាមួយនឹងអាចវាយឈ្នះអ៊ុយក្រែនទេគឺមានតែបរាជ័យដកទ័ពចុះកិច្ចព្រមព្រៀងចរចាឈប់បាញ់ដកទ័ពឲ្យអ៊ុយក្រែនទេជាអ្នកកំណត់កិច្ចព្រមព្រៀងនឹងលែងរុស្ស៊ីហើយព្រោះអ៊ុយក្រែនឥឡូវវាយទម្លាក់គ្រាប់ដ្រូនទៅដល់ក្រុងធំដល់មូស្គូអីគ្រប់ទីតាំងឆេះស្គលរាល់ថ្ងៃនេះគឺជាកម្មពីរបស់រុស្ស៊ីដែរគេហៅអ្នកសាព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាមគ្មានអ្នកណាគេទៅអង្គុយយំទឹកសួលរឿងអ៊ុយក្រែនវាយរុស្ស៊ី